មានថ្ងៃមួយបុរសឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៃសុកពិនិត្យមើលហេតុសពគ្រប់ផ្ទៃឃើញថាខ្លានេះស្លាប់ដោយពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរុនពស់មួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រែកថង់យាមយកថ្នាំមកដុសលាបស្រឡាបឲ្យលុះបានមួយស្របោះខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនះនឹងបុរសដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនឯងយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយពស់ចឹកហើយយើងដុសថ្នាំស្រឡាបលាបឲ្យបងឯងរស់តើខ្លាថាអញមានស្លាប់អីពស់ចឹកអញកៅណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នោះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអើវិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសឹមបងប្រហារជីវិតយើងបើយើងត្រូវទុកជីវិតយើងខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពស់ចឹកបានរត់ឡើងដែលយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលែងក៏ប្រាប់ទៅចៅសុកថាបងឯងខកមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករឹតតែភ័យឡើងក៏លាសេះនឹងក្របីដាវយ៉ាងលឿនទៅទៀតលក់ប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំឡើងសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់សុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួបគ្រាដែលបុរៈនោះកំពុងជជែកនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វីខ្លានិងចៃសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នោះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់ពួកក៏ជិនពីរុនមកចិត្តខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៃសុកទៅលំនៅវិញធ្វើគុណបានទោស